អូនកំពុងតែសង្ស័យថា account TikTok របស់បងប្អូនសង្ស័យមានអ្នកណាម្នាក់ចូល hack account របស់បងប្អូនឬក៏បងប្អូនធ្លាប់យក account TikTok របស់បងប្អូននេះយកទៅ log in ទៅលើគ្រឿងទូរស័ព្ទ model អ្វីខ្លះបងប្អូនណាបាទបងប្អូនអាចឆែកបានបងប្អូនអាចលុបបានបាទតោះគ្នាបាទកុំឲ្យតែងាយមកងាយក្រោយទៅកុំឲ្យ account TikTok របស់យើងមានបញ្ហាបងប្អូនអាចទៅឆែកជាមួយនឹងខ្ញុំបានបាទបងប្អូនអាចទៅឆែកជាមួយនឹងខ្ញុំបានបាទដើម្បីបងប្អូនអាចលុបបានឆែកបានបាទជាដំបូងបងប្អូនចូលមកកាន់ account TikTok របស់យើងមកបងប្អូនបាទអូខេបងប្អូនរងចាំសិនបាទមកដល់កន្លែងនេះបងប្អូនចុចមកកាន់កណិតរបស់យើងមកកន្លែងរូបក្បាលម្នេះបងប្អូនណាចុចមកព្រឹបមកបាទមកដល់កន្លែងនេះបងប្អូនចុចមកកាន់ខាងស្ដាំដៃរបស់យើងកន្លែងត្រេ3បាទរួចហើយបងប្អូនចុចការកំណត់និងឯកជនភាពបាទដល់ទីនេះបងប្អូនស្វែងរកពាក្យថាពាក្យសម្ងាត់និងការអនុញ្ញាតបាទបងប្អូនចុចមកកាន់នឹងមកកន្លែងពាក្យសម្ងាត់ហ្នឹងបាទអូខេមកដល់កន្លែងនេះបងប្អូនស្វែងរកពាក្យថាឧបករណ៍របស់អ្នកបងប្អូនណាបងប្អូនចុចមកកាន់នឹងមកបាទជាទម្រង់អក្សរខ្មែរបងប្អូនណាអូខេបាទបងប្អូនមកដល់កន្លែងនេះបងប្អូនក្រុមហ៊ុន TikTok គេនឹងបង្ហាញបាទបង្ហាញម៉ាកទូរស័ព្ទជាច្រើនដែលបងប្អូនធ្លាប់យក account TikTok បងប្អូនហ្នឹងទៅ log in លើគ្រឿងទាំងអស់ហ្នឹងបងប្អូនណាបាទនេះដូចជាមាន11 Pro អញ្ចឹងណា11ហើយនឹងមាន Samsung អញ្ចឹងណាបងប្អូនចង់ដកចេញបាទកុំឲ្យវាពាក់ព័ន្ធនឹង account TikTok របស់យើងបាទបងប្អូនដកចេញមកចុចសញ្ញាធុងសម្រាប់ហើយបងប្អូនដកមកបាទជាទម្រង់អក្សរខ្មែរទេបងប្អូនងាយៗទេបាទឥឡូវបងប្អូនចង់ដកទូរស័ព្ទ model អ្វីទៀតបងប្អូនដកមកឬក៏បងប្អូនចង់ទុកក៏ទុកទៅបាទសម្រាប់ខ្ញុំសូមដកឲ្យអស់បងប្អូនណាបាទដកអស់មកកុំឲ្យបញ្ហាកុំឲ្យគ្រឿងទាំងអស់ហ្នឹងlog in ប្រើ account TikTok របស់យើងបានទៀតបងប្អូនណាបាទបងប្អូនដកចេះហើយមិនអាច log in អឺគ្រឿងទូរស័ព្ទទាំងអស់ហ្នឹងមិនអាច log in ប្រើ account TikTok យើងបានទៀតទេបងប្អូនណាបាទតើមានការអនុញ្ញាតពីយើងបងប្អូនបាទអូខេឥឡូវខ្ញុំដកហើយបងប្អូនបាទជារបៀបឆែកនិងលុបតែគាត់មានតែប៉ុណ្្នឹងបងប្អូនណាបាទចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនបាទពីចំណេះដឹងថ្មីៗបាទខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា